ចាមកបងប្អូនមកមើលរបៀបនាងខ្ញុំឆាសាច់ជ្រូក3ជាន់ជាមួយត្រីប្រាមួយប្រហុកជាមួយអំបិលទុំទាំងអស់គ្នាណាបងប្អូនចាគ្រឿងក្រៅមានដូចប៊ីចេងស្ករនិងខ្ទឹមសខ្ទឹមក្រហមឥឡូវអូខេហើយណាបងប្អូននាងខ្ញុំកូរត្រឡប់ហើយបងប្អូនរៀបឆ្អិនណាបងប្អូនក្លិនឡើងឈ្ងុយបងប្អូនហើយចាមិនមែនឆាផ្អកទេណាបងប្អូនឆាត្រីប្រាណាបងប្អូនចាជាមួយសាច់ជ្រូក3ជាន់អញ្ចឹងណាបងប្អូនចាឥឡូវអូខេហើយនាងខ្ញុំដាក់ស្លឹកខ្ទឹមនិងម្ទេសពី3ផងបងប្អូនចាអូខេហើយបងប្អូនមកមើលរបៀបនាងខ្ញុំឆាធ្វើទាំងអស់គ្នាណាបងប្អូនជាដំបូងនាងខ្ញុំកញ្ច្រាំសាច់ជ្រូកសិនបងប្អូនចាច្រាំសាច់ជ្រូក3ជាន់ឲ្យរាងម៉ត់បន្តិចក៏នាងខ្ញុំដាក់ត្រីប្រានឹងក៏នាងខ្ញុំច្រាំរួចម្សាណាបងប្អូនចាត្រីប្រាមានចំនួន1កណាត់អញ្ចឹងណាបងប្អូន1កណាត់ណាបងប្អូនចាវាយមកចាអាមដៃឯងបងប្អូនចាឥឡូវក៏នាងខ្ញុំចាប់ផ្ដើមច្រាំឲ្យរាងម៉ត់ចូលគ្នាអញ្ចឹងណាបងប្អូនសាច់ជ្រូកនិងត្រីប្រាបងប្អូនចាច្រាំឲ្យម៉ត់ចូលគ្នាហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ប្រហុកបងប្អូនចាដាក់ប្រហុកនិងអំបិលទុំដែលនាងខ្ញុំបូកគ្រាប់ចេញណាបងប្អូនចាប្រហុកនិងអំបិលទុំនាងខ្ញុំច្រាំរួចដែរបងប្អូនចាក៏ឥឡូវដាក់ច្រាំចូលគ្នាអញ្ចឹងណាបងប្អូនថតកាត់ទេបងប្អូនចាអំបិលទុំក៏នាងខ្ញុំប្រឡេះគ្រាប់ចេញណាបងប្អូនចាឥឡូវច្រាំរៀងម៉ត់ចូលគ្នាហើយបងប្អូនច្រាំរៀងម៉ត់ចូលគ្នាហើយក៏នាងខ្ញុំដាក់ស្លឹកដាក់ខ្ទឹមក្រហមនិងខ្ទឹមសបងប្អូនចាដាក់ខ្ទឹមសនិងខ្ទឹមក្រហមហើយក៏នាងខ្ញុំចាប់ផ្ដើមច្រាំឲ្យរៀងម៉ត់ចូលគ្នាអញ្ចឹងណាបងប្អូនចាច្រាំម៉ត់ចូលគ្នាហើយក៏នាងខ្ញុំចាប់ផ្ដើមដាក់ម្ទេសបងប្អូនចាដាក់ម្ទេសហាវ៉ៃបងប្អូនមិនសូវហឹរប៉ុន្មាននេះគ្រាន់តែក្រហមទេតែអត់សូវហឹរណាបងប្អូនចាដាក់ម្ទេសហាវ៉ៃហើយក៏នេះខ្ញុំចាប់ផ្ដើមដាក់ប៊ីចេងស្ករបងប្អូនចាប៊ីចេងនេះខ្ញុំដាក់មួយចុងស្លាបព្រាស្ករសចំនួន2ស្លាបព្រាបាយបងប្អូនព្រោះខ្លាចប្រៃអញ្ចឹងណាបងប្អូនចាឥឡូវអូខេហើយក៏នេះខ្ញុំចាប់ផ្ដើមចាក់ប្រេងឆាចានេះខ្ញុំចាក់ប្រេងឆាដើម្បីឆាឲ្យស្រួយអញ្ចឹងណាបងប្អូនចាឆាឲ្យដាច់ទឹកឆាឲ្យក្រហមមកឆ្ងាញ់បងប្អូនចាឥឡូវចាប់ផ្ដើមចាក់ឲ្យបងប្អូនចាក់សាច់ជ្រូកនិងត្រីប្រាទាំងច្រាំហ្នឹងណាបងប្អូនចាចាក់ហើយក៏នេះខ្ញុំកូរត្រឡប់ឲ្យរៀងដាច់ទឹកបន្តិចហ្នឹងណាបងប្អូនចាឲ្យក្រហមបងប្អូនហើយចាគ្រឿងត្រីស្រីចំណង់ចំណូលចិត្តបងប្អូនអញ្ចឹងណាបងប្អូនចាបងប្អូនដាក់ប៉ុណ្ណាក៏ស្រេចតែចិត្តបងប្អូនណាចាបងប្អូនចាឥឡូវក៏នេះខ្ញុំកូរត្រឡប់បន្តិចឥឡូវរៀងស្ងួតទឹកណាបងប្អូនចាក្លិនក៏ឈ្ងុយដែរបងប្អូនអើយចាបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាណាបងប្អូនអាចធ្វើតាមនេះខ្ញុំបានឆ្ងាញ់ណាស់បងប្អូនអើយដល់ឈ្ងុយចាអត់ដូចតែប្អូនត្រីផ្លែណាបងប្អូនចាជាតិម្យ៉ាងម្នាក់អញ្ចឹងណាបងប្អូនចាឥឡូវនេះខ្ញុំដាក់ខ្ទឹមនិងម្ទេសពី3ផងបងប្អូនចាឥឡូវកូរត្រឡប់ឲ្យបងប្អូនក្លិនក៏ឈ្ងុយដែរបងប្អូនអើយឈ្ងុយណាស់បាយទាំងអស់មួយឆ្នាំអញ្ចឹងណាបងប្អូនចាក្តៅហុយបាយក៏ក្តៅទៀតជាតិណាស់បងប្អូនអើយចាឥឡូវក៏នេះខ្ញុំឆ្អិនហើយក៏នេះខ្ញុំចាប់ផ្ដើមដួសដាក់ចានដែរបងប្អូនចាឈ្ងុយហើយក៏នេះខ្ញុំដួសដាក់ចានដែរបងប្អូនចាមកបងប្អូនមកចូលរួមជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូនចាក្លិនឈ្ងុយណាស់បងប្អូនអើយយូរញ៉ាំម្ដងឆ្ងាញ់មែនបងប្អូនជាតិមហាជាតិ